Ôi cái đời nó nàng xin thú lử nàng đừng ớt tụi bây giờ dương không phải cho tụm lai tụm ninh giang na ná còn không ai mình tin tụm ninh dương tiệt đấy ai dối không ai khăn đó mà lân phón nó chẳng mơ ta phụ kế khăn đó bề ná phụ dương nàng sna được tha bị bá ở bất prum đan rồi hốt nên nàng soi nàng vô khơi được dương ớt tụm ninh không ai dương khăn đôi chỉ lắng thay dương môn khăn đó niêng men taពីមុនដូចជាតម្លៃសមរម្យដូចគេឯងដែរដល់តែពេលឃើញប្រជាជននាំគ្នាងាកមកគាំទ្រផលិតផលខ្មែរពួកគេក៏ធ្វើចរិតត្រេងងៀតឆ្លៀតពងភ្លាមហើយចេះតែនាំគ្នាតម្លើងថ្លៃអត់គិតមុខក្រោយសោះហ្មងនេះមែនហើយនាងដល់អញ្ចឹងដូចរៀងសង្ហាក់ចិត្តដែរចង់ជួយគាំទ្រផលិតផលខ្មែរណាតែពេលឃើញគេតម្លើងថ្លៃពេកធ្វើឲ្យកម្លាំងចិត្តនេះវាត្រូវចុះខ្សោយទៅវិញណានាងនឹងហើយនាងពេលខ្លះក៏គិតថាតើការគាំទ្ររបស់យើងនេះពិតជាជំរុញឲ្យមានការរីកចម្រើនមែនឬអត់ឬក៏គ្រាន់តែជាឱកាសឲ្យគេទាញយកប្រយោជន៍ហើយពួកយើងក៏ត្រូវវេទនាខ្លួនឯងហើយខ្ញុំសង្ឃឹមថានឹងមានដំណោះស្រាយណាមួយនៅថ្ងៃខាងមុខណានាងស្អីគេបងស្រីសាប៊ូនេះឡើងថ្លៃទៀតហើយកាលពីអាទិត្យមុនតែ12000ឥឡូវឡើង14000ហើយហ៎ចាបងខាងក្រុមហ៊ុនគេតម្លើងថ្លៃតាំងពីដើមមកអញ្ចឹងដែរខ្ញុំក៏លក់យកចំណេញបានតែត្រឹមតិចតួចទេបងអើយឥឡូវអីក៏ឡើងថ្លៃដែរហ្នឹងហើយខ្ញុំថាចង់ជួយគាំទ្រផលិតផលខ្មែរតែបើឡើងថ្លៃម៉ាក់ហ្នឹងណាខ្ញុំដូចជារៀងញាក់ដែរនេះអើយមិញឯនេះក៏អញ្ចឹងដែរកូនវាប្រាប់ថាឲ្យទិញរបស់សៀមវិញទៅព្រោះតម្លៃវាថោកជាងតែយើងនេះវាចិត្តមិនដាច់ពីខ្មែរគេថាជួយគាំទ្រខ្មែរដល់ពេលតែគេគាំទ្រមែននាំគ្នារកស៊ីបោកប្រាស់អូយពួកនេះចង់ចំណេញហួសហេតុហ្មងណោះបានរឿងសើចទៀតហើយនាង SP នាងដឹងអត់ខ្មែរឥឡូវកំពុងតែឆ្លោះគ្នាអីគេនាងសិនធូឆ្លោះគ្នាស្អីទៀតហើយឬមួយក៏ខ្មែរដណ្ដើមគ្នាទិញទំនិញយើងមិនទាន់ហើយក៏វាយគ្នាអើយមិនអញ្ចឹងទេគឺខ្មែរមួយចំនួនធំកំពុងតែរអ៊ូរទាំរឿងទំនិញរបស់ពួកគេមានតម្លៃថ្លៃជាងទំនិញយើងអូអញ្ចឹងទេអីនាងមកប្រៀបធៀបនឹងយើងមិនបានបើផលិតផលយើងផលិតម្ដងរាប់សិបលានកញ្ចប់ឯណោះទីផ្សារក៏ធំស្ទើរតែពេញមួយពិភពលោកទៅហើយមែនហើយរោងចក្រថៃយើងឈរជើងរាប់សិបឆ្នាំមកហើយអាចខ្មែរទើបតែភ្ញាក់ខ្លួនពេលដែលយើងបិទព្រំដែននឹងតាហើយទើបតែងើបទៅបើករោងចក្រម្សិលមិញសោះទីផ្សារក៏នៅតូចលក់បានតែនៅក្នុងស្រុកគ្នាឯងបើលក់តម្លៃថោកដូចយើងច្បាស់ជារកលុយបង់ភ្លើងមិនគ្រប់ផងចាំមើលតើគេជិះផុតពីទំនិញដែលមានផ្ទុកដោយសារធាតុគីមីរបស់យើងនេះបានប្រមាណខ្យល់ទៅហើយបើតាមមើលមតិរអ៊ូរទាំតាម Facebook យើងក៏រងទី3ខែទៀតទៅចោះនាងជំរាបសួរបងអូនបងចង់សួរពីចំណាប់អារម្មណ៍ខ្លះអំពីការដំឡើងថ្លៃរបស់ផលិតផលខ្មែរហ្នឹងអូនតើអូនយល់យ៉ាងណាដែរអូនចាបងខ្ញុំគាំទ្រផលិតផលខ្មែរតែបើដំឡើងថ្លៃអញ្ចឹងខ្ញុំសុំទិញរបស់ថៃវិញល្អជាងគុណភាពដូចគ្នាហើយថោកជាងទៀតអូសម្រាប់ខ្ញុំយល់ឃើញថាអាជីវករខ្មែរខ្លះគិតតែពីប្រយោជន៍ខ្លួនឯងទេអត់គិតពីប្រយោជន៍ប្រជាជនដែលខំគាំទ្រឯបងខ្ញុំគិតថាខ្មែរយើងទើបតែចាប់ផ្ដើមវាមិនអាចប្រៀបធៀបជាមួយនឹងគេបានភ្លាមទេយើងត្រូវតែគាំទ្របន្តទៀតបងស្រីដាឯងឃើញអត់នេះគេថាផលិតផលខ្មែរយើងឡើងថ្លៃនេះព្រោះតែគេចង់ចំណេញលើក្បាលពួកយើងណាអូយអតីគ្នាក៏លឺអញ្ចឹងដែរតែគ្នាគិតថាប្រហែលជាវាមានហេតុផលអីផ្សេងបានជាគេចាស់តឡើងថ្លៃហេតុផលអីក៏គ្នាមិនខ្វល់ដែរសំខាន់របស់សៀមគុណភាពល្អដូចគ្នាមិនក៏គេលក់ថោកបានថ្លៃអីតឯងអើយអតីហើយហែងក៏សូនសាញម៉េះលើសតម្លៃ400-500 1000សោះជួយគ្រប់គ្រងខ្មែរគ្នាឯងទៅមិនឲ្យខ្លាចខ្មែរមានណាអើយជីវភាពរបស់គ្នាវាមិនធូរធារដូចគេណាថោកទិញតែហ្នឹងហើយអត់ខ្វល់ទេឥឡូវហ្នឹងហើយអតីគ្នាមិនហាមឃាត់ឯងទេតែគ្នាខ្លាចទៅពីប្រើសារធាតុគីមីអីទៅហើយមិនចប់ទៅហើយទេមែនណាអតីទិញរបស់ខ្មែរទៅអីទុកចិត្តជាងវើយ
ប្រយ័ត្នប្រយ័ត្នស្លាប់មកពួយវើគ្នាដឹងឯណាតើក្រុមហ៊ុនរបស់លោកស្រីមានបញ្ហាអ្វីបានជាដំឡើងថ្លៃឬគ្រាន់តែជាការឆ្លៀតឱកាសដើម្បីទទួលបានប្រាក់ចំណេញខ្ពស់ដោយដែលប្រជាជនខ្មែរយើងបានសន្និដ្ឋានចានាងខ្ញុំពិតជាទទួលជ្រាបនិងយល់យ៉ាងច្បាស់អំពីអារម្មណ៍ស្រងាក់ចិត្តក៏ដូចជាការព្រួយបារម្ភរបស់បងប្អូនចំពោះបញ្ហាទំនិញរបស់នាងខ្ញុំតាមពិតទៅការឡើងតម្លៃនេះគឺជាលទ្ធផលនៃកត្តាជាច្រើនដែលរួមមានការឡើងតម្លៃនៃវត្ថុធាតុដើមនៅលើទីផ្សារអន្តរជាតិរួមផ្សំជាមួយការចំណាយលើកម្លាំងពលកម្មការចំណាយលើបច្ចេកវិទ្យាទំនើបដើម្បីបង្កើនគុណភាពផលិតផលជាពិសេសទៅទៀតនោះគឺការធានាគុណភាពផលិតផលឲ្យបានកាន់តែខ្ជាប់ខ្ជួនដើម្បីធានាថាបងប្អូនញ៉ាំទៅកាន់តែមានសុវត្ថិភាពក្រុមហ៊ុននាងខ្ញុំមិនមែនគ្រាន់តែផលិតដើម្បីលក់យកលុយនោះទេយើងផលិតដោយការទទួលខុសត្រូវខ្ពស់ចំពោះសុខភាពនិងទំនុកចិត្តរបស់បងប្អូនយើងមិនអាចយកគុណភាពទៅប្តូរនឹងតម្លៃថោកបានទេបងប្អូនព្រោះវាជាអាយុជីវិតនៃក្រុមហ៊ុនជាពិសេសគឺសុខភាពរបស់បងប្អូនយើងតែម្ដងនាងខ្ញុំក៏សូមអំពាវនាវដល់បងប្អូនទាំងអស់គ្នាសូមមេត្តាពិចារណានិងស្វែងយល់ឲ្យបានច្បាស់មុននឹងធ្វើការវិនិច្ឆ័យនិងសូមបន្តផ្ដល់កម្លាំងចិត្តគាំទ្រដល់ផលិតផលខ្មែរយើងដើម្បីរួមចំណែកកសាងសេដ្ឋកិច្ចជាតិយើងឲ្យកាន់តែរីកចម្រើនទៅមុខណាបងប្អូនស្ដាប់ការបកស្រាយរបស់គាត់ហើយខ្ញុំយល់ច្រើនជាងមុនរបស់ដែលមានគុណភាពក៏ត្រូវតែមានតម្លៃសមរម្យដែរខ្ញុំនឹងបន្តការគាំទ្រតែទោះជាយ៉ាងណាក៏គ្នានៅតែសង្ឃឹមថាក្រុមហ៊ុនខ្មែរយើងអាចរកវិធីបញ្ចុះតម្លៃបានខ្លះដែរដើម្បីឲ្យប្រជាជនយើងគ្រប់ស្រទាប់អាចទិញបានខ្ញុំគិតថាគាត់និយាយត្រូវហើយយើងមិនអាចរំពឹងថារបស់ខ្មែរទើបតែចាប់ផ្ដើមអាចមានតម្លៃថោកដូចគេបានទេអើយមែនហើយនិយាយទៅនិយាយមកគ្មានអីល្អជាងរបស់ខ្មែរយើងទេខ្មែរជួយខ្មែរទើបខ្មែររីកចម្រើនណែនាងសុយឯងឃើញអត់ការពិតនៅពីក្រោយការដំឡើងតម្លៃនេះហ៎មិនមែនគេចេះតែចង់ចំណេញពីយើងទេហើយគ្នាយល់ឲ្យឯងហើយក៏សង្ឃឹមថាក្រុមហ៊ុនផ្សេងក៏មានតម្លាភាពដូចជាគាត់ដែរចុះអើយចាប់ពីថ្ងៃហ្នឹងទៅគុំត្រូវតែរបស់ខ្មែរទេអូយក្តៅណាស់នាងស៊ីនធូឥឡូវនាងដឹងអត់ទោះបីជាយើងខំបញ្ចុះតម្លៃទំនិញយ៉ាងណាណាក៏ខ្មែរមិនទិញទំនិញយើងទៀតដែរអាយយខ្មែរខ្លាំងដល់ម្លឹងផងណោះចាំមើលតែពួកគេខ្លាំងដល់ពេលណាពួកយើងនឹងស្នើរដ្ឋាភិបាលឲ្យបិទព្រំដែនរហូតណែអតីគ្នាឮសូរថាខាងភាគីថៃគេចង់បិទព្រំដែនជារៀងរហូតអូយដល់ម្លឹងផងណោះទោះបិទដល់1លានឆ្នាំឬក៏បិទដល់ផែនដីរលាយក៏ខ្មែរយើងមិនខ្វល់ដែរ I don't care ការគាំទ្រផលិតផលជាតិមិនមែនជាការងាយស្រួលនោះទេតែវាជាការវិនិយោគសម្រាប់អនាគតកូនចៅរបស់យើងក្តីសង្ឃឹមកម្លាំងចិត្តនិងការយោគយល់គ្នានឹងនាំមកនូវការរីកចម្រើនពិតប្រាកដសម្រាប់ជាតិមាតុភូមិ